ករណីមន្ត្រីយោធាម្នាក់ដែលទាមទារផ្ទះនៅក្នុងគម្រោងបុរីលេងល្វត្រាត្រូវដោះស្រាយបញ្ចប់ហើយជម្លោះរបស់មន្ត្រីយោធាជាមួយនឹងគម្រោងបុរីរបស់អ្នកអង្គការលេងល្វត្រាដែលបានប្រជាពលរដ្ឋចែកចាយពេញបណ្ដាញសង្គមនោះត្រូវដោះស្រាយបញ្ចប់ហើយនៅថ្ងៃទី14ខែមករាឆ្នាំ2026នេះក្រោមការសម្របសម្រួលរបស់ក្រុមការងារក្រសួងរៀបចំដែនដីនគររូបិយកម្មនិងសំណង់តាមរយៈបណ្ដាញសង្គមរបស់អ្នកអង្គការលេងល្វត្រានៅថ្ងៃទី14ខែមករានេះបានសរសេរថាក្រមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីនគររូបិយកម្មនិងសំណង់សូមគោរពអរគុណបងប្រុសដែលបានយោគយល់ព្រមទទួលយកដំណោះស្រាយចូលលើគោលការណ៍ដោះស្រាយបញ្ចប់បញ្ហាជារួមក្នុងកាលៈទេសៈដ៏លំបាកនេះអ្នកអង្គការលេងល្វត្រាបានបន្តថាយោងលើកំណត់ហេតុប្រជុំចុះថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025នៅទីស្តីការក្រសួងនិងតាមការសម្របសម្រួលរបស់ក្រសួងរៀបចំដែនដីសូមជូនដំណឹងបន្ថែមដល់ពុកម៉ែបងប្អូនឲ្យបានជ្រាបថាក្នុងខែមករាឆ្នាំ2026នេះក្រុមការងារបុរីបានរៀបចំបន្តការសាងសង់តាមស្មារតីអង្គប្រជុំ